សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះទទួលបានមហាម៉ាត់សបុកថ្មីមួយទៀតហើយបងប្អូនអើយបាទប៉ុន្តែគាត់ថាញាស់សបុកនេះគឺជាសបុកចុងក្រោយហើយដោយសារតែអត់ទាន់ឃើញមានពងថ្មីអីទៀតទេបាទអញ្ចឹងប្រហែលជាអាចយើងយូរឬយ៉ាងណាខ្ញុំអត់ទាន់ដឹងព្រោះអត់ទាន់ឃើញដូចសាមុនវាមានពងថ្មីបដាអញ្ចឹងបងប្អូនហើយមាន់នេះគឺពង11គ្រាប់ហើយឥឡូវនេះញាស់បាន5ហើយចោះនេះ3ហើយនៅសល់3អត់ទាន់ចោះទេបាទអញ្ចឹងចោះចំនួន3គ្រាប់នេះបងប្អូនហើយខ្ញុំមើលទៅយើងពិនិត្យមើលច្បាស់ទាំងអស់គ្នាបាទហើយនៅ3គ្រាប់អត់ទាន់ចោះគីឡូមានពេលខ្លះ3គ្រាប់ហ្នឹងវាអាចពងមុនឬពងក្រោយអញ្ចឹងវាអាចញាស់មុនក្រោយបងប្អូនដឹងស្រាប់ហើយមាន់វាពងពីមួយថ្ងៃទៅមួយថ្ងៃគឺវាពងហូរហែមករហូតតថ្ងៃចុងក្រោយដែលវាក្រាបហ្នឹងគឺវាពងចុងក្រោយជួនពេលកំពុងក្រាបហ្នឹងក៏អាចមានពង1ឬ2បន្ថែមទៀតដែរអញ្ចឹងអាពងក្រោយហ្នឹងវាអាចញាស់ក្រោយអញ្ចឹងទៅបាទអញ្ចឹងយើងអត់ទៀងទេប៉ុន្តែឥឡូវនេះកំពុងថាញាស់5ហើយចោះ3ទៀតអញ្ចឹងសរុប8នៅសល់3តែ3សល់ហ្នឹងក៏មិនទាន់ប្រកាសថាមិនញាស់ដែរបងប្អូនហើយអាចរយៈពេល1ថ្ងៃឬ2ថ្ងៃទៀតបានខ្ញុំដាក់ចុះពីសបុកដោយសារតែមាន់នេះវាទៅតែញាស់បាទឥឡូវបន្ទាប់ពីខ្ញុំពិនិត្យមាន់ហើយអីហើយហ្នឹងក៏ទុកវាទៅវិញហើយក៏មកពិនិត្យរកមើលកាឌៀម្ដងបងប្អូនហើយប្រធានបទនៅក្នុងថ្ងៃហ្នឹងគឺតាក់ទងទៅនឹងកាឌៀហើយអុសដែលខ្ញុំដាក់នេះគឺគោលដៅរបស់ខ្ញុំគឺខ្ញុំដាក់យកកាឌៀដែរទេបងប្អូនបើសិនបើខ្ញុំអត់ដាក់យកកាឌៀគឺខ្ញុំអត់ដាក់នៅនឹងដីចឹងទេគឺខ្ញុំធ្វើធ្នើធ្វើអីដាក់វាឲ្យខ្ពស់ដើម្បីធម្មតាដែលយើងធ្វើធ្នើហើយចាក់ថ្នាំកាឌៀនៅក្រោមគឺវាអត់មានអីអាចឡើងមកបានទេព្រោះយើងចាក់ថ្នាំកាឌៀនៅដីទៅគឺកាឌៀវាអត់ឡើងរួចទេវាអត់ហ៊ានឡើងទេតែមូលហេតុដែលខ្ញុំដាក់អញ្ចេះគឺដើម្បីឲ្យកាឌៀវានៅបាទដើម្បីឲ្យកាឌៀវានៅហើយស្រួលខ្ញុំពេលវានៅទៅវាពុកខ្លះទៅយើងដុតខ្លះទៅអញ្ចឹងពេលអាណាពុកខ្លាំងលឿនជាងគេវាកាឌៀនៅយើងយកឲ្យមាត់របស់យើងស៊ីវាចិត្តណាបងប្អូនបាទយើងមិនមែនថាយើងមកសម្រាប់តែដុតទាំងស្រុងទេព្រោះខ្ញុំចាំមាន់នេះគឺគោលដៅគឺខ្ញុំវាមានអស់ហើយបាទគឺយើងសម្រាប់អុសដុតផងយើងបើមានកាឌៀនៅទៅយើងឲ្យកាឌៀមាន់ស៊ីអញ្ចឹងណាហើយមានបងប្អូនគាត់សួរថារវាងកាឌៀកដោបចង្រិតអីហ្នឹងតើវាមានសារធាតុចិញ្ចឹមអីខ្លះអញ្ចឹងតើតើទៅនឹងសារធាតុចិញ្ចឹមប្រភេទសត្វទាំងអស់ហ្នឹងគឺបើសម្រាប់ខ្ញុំអត់ដឹងច្បាស់ទេបងប្អូនប៉ុន្តែគាត់ថាអ្វីដែលខ្ញុំដឹងគឺដឹងទាំងថានៅពេលដែលខ្ញុំដាក់កាឌៀដាក់ចង្រិតដាក់កដោបដាក់អីឲ្យស៊ីអញ្ចឹងណាបាទគឺមាន់របស់ខ្ញុំគឺវាមានសុខភាពល្អហើយធំធាត់លឿនអញ្ចឹងបងប្អូនដឹងស្រាប់ហើយអាហារដែលសម្បូរទៅដោយប្រូតេអ៊ីនបាទគឺមាន់ស៊ីទៅគឺធំធាត់លឿនណាស់សុខភាពល្អណាស់ដូចចំណីចឹងដែរបើសិនបងប្អូនទៅទិញចំណីនៅផ្សារបាទទិញចំណីនៅផ្សារហើយចំណីដែលប្រូតេអ៊ីនតិចគឺធានាថាចំណីហ្នឹងគឺយកមកឲ្យមាន់ស៊ីអត់ធំទេបាទហើយពពួកសត្វល្អិតទាំងអស់នេះបើមានកន្លែងខ្លះគេប្រភេទចិញ្ចឹមប្រភេទគេហៅថាតកៅកសិកម្មអាតកៅកសិកម្មហ្នឹងគឺតកៅដែលគេភ្ញាស់ចេញពីពងរុយបាទអាហ្នឹងកន្លែងខ្លះគេឲ្យស៊ីអាហ្នឹងទៀតមួយអាទិត្យម្ដងឬ2ដងតាមបច្ចេកទេសរបស់គេតែបើសម្រាប់ខ្ញុំបច្ចេកទេសរបស់ខ្ញុំគឺខ្ញុំដូចខ្ញុំនិយាយចឹងគឺខ្ញុំប្រើធម្មជាតិខ្លះហើយនឹងខ្ញុំឲ្យស៊ីចំណីខ្លះក៏ដូចជាស្រូវអីចឹងទៅចុងអង្គចឹងទៅហើយនឹងការធ្វើវ៉ាក់សាំងធ្វើដូចថាការធ្វើវ៉ាក់សាំងចាក់ថ្នាំចាក់អីដាក់ឆ្នាំបើឆ្នាំអីចឹងទៅអានេះគឺជាបច្ចេកទេសរបស់ខ្ញុំបាទឥឡូវនេះបន្ទាប់ពីបានមកដុំហើយហ្នឹងគឺឃើញថាកាឌៀហ្នឹងគឺវាអាចឲ្យមាត់របស់ខ្ញុំស៊ីបានមិនឆ្អែតទេប៉ុន្តែគាត់ថាវាគេហៅថាអាហារបន្ថែមគឺវាបានមួយចំនួនហើយបន្ទាប់មកខ្ញុំដាក់ចំណីឲ្យវាស៊ីខ្លះបាទអញ្ចឹងសម្រាប់ខ្ញុំចាំមាន់នេះគឺខ្ញុំផ្ដោតសំខាន់ទៅលើការផ្ដល់ចំណេះដឹងការថែទាំហើយនឹងថតសកម្មភាពឲ្យបងប្អូនទស្សនាបានដឹងថាតើមាត់របស់ខ្ញុំវាល្អឬក៏មិនល្អឬក៏កើតប៉ុណ្ណាអីប៉ុណ្ណាប៉ុន្តែខ្ញុំសង្កេតឃើញអាក្រុមហ្នឹងបាទក្រុមហ្នឹងក៏រៀងបាក់បន្តិចដោយសារតែអីដោយសារតែមួយរយៈហ្នឹងគឺខ្ញុំដាច់ចំណីអត់សូវបានឲ្យស៊ីញឹកញាប់ទេបាទដាច់ចំណីដាច់គេហៅថាពោតណាអញ្ចឹងជារួមខ្ញុំទម្លាប់របស់ខ្ញុំឲ្យស៊ីព្រឹកចំណីថ្ងៃស្រូវបដោះអីចឹងទៅឬក៏ចុងកអីចឹងទៅប៉ុន្តែឥឡូវនេះគឺចំណីគឺថាលក្ខណៈថាឲ្យស៊ីតិចជាងស្រូវជាងអីចឹងទៅបាទអញ្ចឹងខ្ញុំឆ្លៀតបានកាប់គ្នាកាប់ឲ្យអ្នកបងប្អូនច្រើនមែនតើអញ្ចឹងវាសមល្មមថាមកប៉ុណ្ណេះគឺអាចស៊ីឆ្អែតមួយក្រុម2ក្រុមនោះតបាក់មាន់20ក្បាលអីព្រោះមកដុំនេះគឺច្រើនណាស់បងប្អូនគោះទៅមិនតិចទេបាទអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងតាក់ទងទៅនឹងអាហាររូបត្ថម្ភបន្ថែមឬក៏សារធាតុចិញ្ចឹមអីវាមានទៅថាស្អីខ្លះនៅក្នុងហ្នឹងគឺខ្ញុំអត់ដឹងទេដោយសារខ្ញុំមិនមែនជាអ្នកជំនាញនៅក្នុងការផលិតប្រភេទពពួកសត្វល្អិតទេបាទអញ្ចឹងយើងអត់ដឹងថាតើសត្វកាឌៀសត្វកដោបសត្វចង្រិតហ្នឹងវាមានសារជាតិចិញ្ចឹមអីខ្លះជួយមាន់អីខ្លះគឺខ្ញុំអត់ដឹងទេប៉ុន្តែដឹងថាមួយយ៉ាងគត់
នៅពេលដែលយើងដាក់ទៅគឺមាន់របស់យើងនឹងវាស៊ីធំលឿនណាបងប្អូនពិសេសកូនមាន់ទូចធំលឿនហើយធន់នឹងជំងឺទៀតបាទធន់នឹងជំងឺទៀតអញ្ចឹងកាឌីគឺវាមានអត្ថប្រយោជន៍ណាស់ហើយមាន់ដែលធំលឿនដូចខ្ញុំនិយាយខាងដើមមិញអញ្ចឹងណាបាទគឺអាហារដែលសម្បូរប្រូតេអ៊ីនខ្ពស់ស៊ីទៅធំលឿនហើយតែធំលឿនហើយសុខភាពល្អហើយបងប្អូនខ្លាចតែអាក្រិនអន់ហ្នឹងហើយដែលចាញ់ជំងឺនោះបងប្អូនត្រូវចាំបាទអញ្ចឹងវាជារឿងមួយដែលបងប្អូនត្រូវតែធ្វើព្រោះថាកាឌីហ្នឹងក៏វាជាអាហារមួយជំនួយដែរបងប្អូនបើមិនជំនួយទេមិនមែនមាន់វាស៊ីទេព្រោះអីមាន់សូម្បីតែស្មៅក្តីវាស៊ីវារើសណាបងប្អូនស្មៅខ្លះវាស៊ីស្មៅខ្លះវាអត់ស៊ីសួរថាមូលហេតុអីស្មៅដូចគ្នាសោះដោយសារស្មៅខ្លះវាស៊ីទៅអត់ឆ្ងាញ់ហើយវាអត់មានសារជាតិអីដែលត្រូវឲ្យវាស៊ីទេហើយបងប្អូនមានឆ្ងល់អត់ថាមាន់ហេតុអីបានពេលខ្លះវាស៊ីចំណីឆ្អែតហើយប៉ុន្តែវាទៅចឹកគេហៅថាដីខ្សាច់ដែលមានអាចផ្កាយចាំងដីខ្សាច់ថ្មអីចឹងទៅអញ្ចឹងបងប្អូនឆ្ងល់បងប្អូនអាចទៅមើលវីដេអូខ្ញុំបើវីដេអូខ្ញុំផុសរៀងយូរដែរហើយបាទអញ្ចឹងវាទាំងអស់ហ្នឹងគឺវាមានហេតុមានផលរបស់វាបងប្អូននៅប្រទេសគេឲ្យស៊ីចំណីឲ្យស៊ីកូនគ្រុះទូចបាទដាក់ឲ្យស៊ីហើយពេលខ្លះមិនបាច់តែប្រទេសគេទេខ្មែរយើងក្តីគឺមានទាំងលីងដីខ្សាច់ឲ្យវាស៊ីទៀតបាទអញ្ចឹងបងប្អូនមើលកសិករដែលលក់ថ្នាំកសិករអ្នកចិញ្ចឹមម្នាក់ស្រីគឺគាត់មានការធ្វើដូចជាលីងដីខ្សាច់នឹងដាក់លាយជាមួយចំណីមាន់ស៊ីទៀតតែគេរើសគេមិនមែនចេះតែធ្វើណាបងប្អូនគេមានបច្ចេកទេសរបស់គេចង់បញ្ជាក់អញ្ចឹងណាអញ្ចឹងទាំងអស់ហ្នឹងឯងសុទ្ធតែជាហេតុជាផលដែលគេដឹងគេធ្វើមកបាទហើយជាហេតុជាផលមួយដែលថាធ្វើទៅគឺមាន់របស់យើងនឹងវាកើតលឿនវាធំធាត់វាធន់វាអីចឹងណាបាទអញ្ចឹងសម្រាប់ការឲ្យស៊ីកាឌីគឺអត់មានអីប៉ះពាល់ទេកុំឲ្យដូចបងប្អូនថាស៊ីទៅកាឌីវាខំពោះវៀនពោះតាំងមាន់ហ្នឹងណាណីបងប្អូនត្រូវចាំថានៅពេលចូលក្នុងមាត់វាកែវាមួយសាកិនរំលាយបានន័យថាវាកែវាហ្នឹងគឺសម្រាប់ផ្ទុកហើយបញ្ជូនបន្តទឹកប្រមាត់បាញ់ចេញមកសម្រាប់សម្រាប់រំលាយហែទៅហ្នឹងរហូតដល់កោះនឹងកិនទៀតរហូតបញ្ជូនទៅដល់ពោះវៀនទៀតហើយអញ្ចឹងវាចម្រាញ់អាសារធាតុចិញ្ចឹមនឹងចូលក្នុងខ្លួនវាធ្វើឲ្យវាធំធាត់អញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់នៅការបកស្រាយរបស់ខ្ញុំហើយដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងបាទថាខ្ញុំវាមិនមែនជាអ្នកជំនាញអីទេគាត់ថាអ្វីដែលខ្ញុំបង្ហាញនៅក្នុងថ្ងៃនេះគឺតកតងទៅនឹងការឲ្យស៊ីសត្វទាំងអស់ហ្នឹងគឺវាធំធាត់លឿនបាទវាមិនខុសអីពីប្រភេទតកូវកសិកម្មដែលគេភ្ញាស់ចេញពីរុយគេចិញ្ចឹមបាទគឺភ្ញាស់មកគេមានកូនតកូវហ្នឹងយកមកឲ្យមាន់ស៊ីគឺធំលឿនណាស់ហើយធន់នឹងជំងឺយើងមិនបាច់ធ្វើអីច្រើនទេយើងចាក់តែវ៉ាក់សាំងធ្វើតែវ៉ាក់សាំងតិចតួចយើងឲ្យស៊ីតកូវនឹងផងឲ្យស៊ីចំណីយើងផងដែលយើងផ្សំហ្នឹងគឺមាន់របស់យើងធំធាត់លឿនហើយសុខភាពល្អចឹងទាំងអស់ហ្នឹងវាសិតតែជាហេតុជាផលដែលនិយាយទៅយើងនិយាយមកថាគេចងក្រងមកហើយយើងដឹងហើយពិសេសអ្នកកសិកម្មធំខ្លាំងគឺគាត់ច្បាស់បាទហើយកលេចមកនេះវិញខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងអាមន់ខ្ញុំនេះប្រហែលជាចិត្តដល់ថ្ងៃត្រូវតម្លាក់វាវិញហើយដោយសារនោះក៏ញាស់ដែរដោយសារតែវាក៏ជើងវាក៏លែងសូវឈឺវានៅឈឺតិចហើយក៏មើលទៅមាំទាំវិញហើយថតឡើងមូលវិញបងប្អូនបាទអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបាទសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងអធិស្ឋានប្រសិនបើការបកស្រាយរបស់ខ្ញុំលើសលួសខុសឆ្គងឬខ្វះខាតត្រង់កន្លែងណាមួយអីក៏សូមខន្តីអភ័យទោសបាទហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតខ្ញុំបាទក៏សូមអរគុណសូមគោរពលាបាទ